ស្ដីបងប្អូនទាំងអស់គ្នាតាថ្ងៃនេះវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះផងដែរគឺថានាងខ្ញុំមានមុខម្ហូបមួយមុខគឺមកចែកជូនបងប្អូនទាំងអស់គ្នាដើម្បីទស្សនាដោយមុខម្ហូបមួយមុខនេះផងដែរគឺថាលីងប្រហុកជាមួយនឹងសាច់ជ្រូកនិងកាសាំងបងប្អូនគឺថាបើនិយាយពីរសជាតិវិញគឺថាញាក់សាច់មែនតើបងប្អូនដោយជាដំបូងគឺថានាងខ្ញុំធ្វើការទិញកាសាំងរបស់យើងគឺចំនួន10ផ្លែហើយក្នុងនោះផងដែរគឺថាយាយក៏ថែមឲ្យបាន2-3ផ្លែថែមពីលើទៀតសម្រាប់កាសាំងរបស់យើងគឺថាធំល្អមែនតើបងប្អូននៅពេលដែលយកមកដល់ផ្ទះគឺថានាងខ្ញុំក៏ពុះវាជា2ដើម្បីយើងឆ្កៀយកសាច់របស់វាហើយមើលទៅសាច់របស់វាគឺថាចាស់ល្អបងប្អូនគឺថាចាស់ល្អមែនតើហើយសម្រាប់កាសាំងនេះផងដែរខ្ញុំមិនដឹងថាខែនឹងជាខែលក្ខណៈថាវាចង់អស់ហើយឬមួយក៏មិនទេព្រោះមួយរយៈនេះគឺថាអត់សូវឃើញអ្នកលក់គាត់យកមកលក់ច្រើនទេតែមិនឃើញនេះឃើញយាយគាត់យកមកលក់អញ្ចឹងគឺថាចាប់អារម្មណ៍ជាមួយនឹងការច្រាមសាច់ជ្រូកជាមួយនឹងប្រហុកនិងកាសាំងរបស់យើងហ្នឹងក៏នាងខ្ញុំទិញចំនួន10ផ្លែដើម្បីយកមកធ្វើម្ហូបបងប្អូនបន្ទាប់ពីយើងឆ្កៀកាសាំងរួចចោលហើយគឺថានាងខ្ញុំវិលមកលាងជាមួយនឹងសាច់ជ្រូករបស់យើងសម្រាប់សាច់ជ្រូករបស់យើងគឺថាយើងលាងឲ្យបានច្រើនទឹកតិចណាបងប្អូនព្រោះដោយសារសាច់ជ្រូកយើងទិញមកពីផ្សារយើងអត់ដឹងថាជ្រូកខ្មែរឬមួយក៏ជ្រូកនាំចូលក៏ខ្ញុំអត់ដឹងដែរប៉ុន្តែកន្លែងម៉ូដែលខ្ញុំទិញហ្នឹងគឺភាគច្រើនគឺថាគាត់ថាជ្រូកគាត់ទិញតាមផ្ទះអីចឹងណាបងប្អូនយើងធ្វើការលាងសម្អាតវាឲ្យបានច្រើនទឹកតិចទៅហើយបន្ទាប់ពីយើងលាងសម្អាតរួចយ៉ាងហើយគឺថានាងខ្ញុំក៏យកវាមកដើម្បីចិញ្ច្រាំបងប្អូនសម្រាប់ការចិញ្ច្រាំនេះផងដែរបើបងប្អូនមានជាម៉ាស៊ីនក្លុកក៏ល្អដែរបងប្អូនទី1វាមានភាពងាយស្រួលទី2វាលឿនណាបងប្អូនតែសម្រាប់នាងខ្ញុំគឺថានាងខ្ញុំអត់មានអញ្ចឹងគឺថានាងខ្ញុំចិញ្ច្រាំដោយដៃបងប្អូនសម្រាប់សាច់ជ្រូកនេះផងដែរគឺថាបងប្អូនបានជាប្រភេទសាច់3ជាន់អីក៏ឆ្ងាញ់ណាស់បងប្អូនតែសម្រាប់ខ្ញុំទិញនេះខ្ញុំមិនដឹងថាជាសាច់ភ្លៅមុខឬមួយក៏ឆ្មាមុខឆ្មាក្រោយអីខ្ញុំមិនសូវដឹងទេបងប្អូនគឺថាឃើញសាច់ហ្នឹងយ៉ាងតំណងហើយណាមួយវាមានជាប់ជាមួយនឹងខ្លាញ់ដែរនៅពេលដែលយើងយកមកឆាគឺថាវាឆ្ងាញ់មែនតើបងប្អូនដូច្នេះសាច់ជ្រូករបស់យើងគឺថាយើងចិញ្ច្រាំវាឲ្យម៉ត់ល្អមកបងប្អូនហើយក្នុងនោះផងដែរគឺថានាងខ្ញុំក៏បានបន្ថែមជាមួយនឹងម្ទេសរបស់យើងចំនួន7-10គ្រាប់ដែរបងប្អូនគឺថាយើងក៏ច្រាំវាឲ្យម៉ត់ល្អមកដើម្បីឲ្យមើលសាច់ជ្រូករបស់យើងគឺថាវាមានពណ៌ស្រស់ស្អាតដែរបងប្អូនឲ្យវាមានភាពតាក់ទាញអីខ្លះទៅណាយើងមើលតែសាច់ជ្រូករបស់យើងម៉ត់ល្អហើយគឺថាយើងយកវាទុកមួយឡែកសិនមកដោយនាងខ្ញុំដាក់កញ្ឆែងដើម្បីយកទៅទុកសិនហើយយើងក៏បន្តមកធ្វើការលាងជាមួយនឹងបន្លែរបស់យើងសម្រាប់បន្លែរបស់យើងគឺថានាងខ្ញុំសម្រាប់បន្លែរបស់យើងវិញគឺថាបើបងប្អូនមានជាប្រភេទបន្លែសោសក៏ញ៉ាំត្រូវគ្នាដែរបងប្អូនតែសម្រាប់នាងខ្ញុំថ្ងៃនេះគឺថានាងខ្ញុំប្រើជាបន្លែឆៅដើម្បីផ្សំញ៉ាំជាមួយនឹងប្រហុករបស់យើងដូច្នេះគឺថាយើងធ្វើការក្បាលចិត្តកតុយវាដើម្បីយើងយកទៅលាងសម្អាតឲ្យវាស្អាតល្អបងប្អូនក្នុងនោះផងដែរគឺថាបើសិនជាមានតកួនណាបងប្អូនតកួនសោសក៏ឆ្ងាញ់ដែរតែសម្រាប់នាងខ្ញុំថ្ងៃនេះគឺថាអត់បានទិញគឺថាដោយសារជាប់រវល់នៅទេហ៎បងប្អូនអញ្ចឹងគឺថាញាប់ដៃញាប់ជើងមែនតើដើម្បីធ្វើម្ហូបរបស់យើងនេះបន្ទាប់ពីការដែលយើងចាត់សម្អាតរួចហើយគឺថាយើងយកវាមកលាងទឹកសម្អាតក្នុងនោះផងដែរបងប្អូនដូចបញ្ជាក់ដែរអញ្ចឹងគឺថាបងប្អូនលាងឲ្យបានច្រើនទឹកតិចទៅទី1កុំឲ្យវាជាប់ជាមួយនឹងដីទី2គឺថាកុំឲ្យយើងញ៉ាំទៅវាមានភាពមានការរាក់រូសអីចឹងណាបងប្អូនជាពិសេសគឺថាយើងរបស់យើងញ៉ាំខ្លួនឯងគឺថាយើងធ្វើសម្អាតវាឲ្យបានស្អាតល្អទៅគឺថាល្អសម្រាប់យើងខ្លួនឯងណាបងប្អូនហើយក្នុងនោះផងដែរគឺថានាងខ្ញុំក៏វិលមកចិញ្ច្រាំខ្ទឹមរបស់យើងឲ្យហើយសម្រាប់យើងយកទៅលីងដោយខ្ទឹមរបស់យើងចិញ្ច្រាំហើយគឺថានាងខ្ញុំក៏ចិញ្ច្រាំជាមួយនឹងខ្ទឹមក្រហមសម្រាប់ខ្ទឹមក្រហមនេះផងដែរគឺថានាងខ្ញុំប្រើចំនួន2មើមបងប្អូនបើបងប្អូនប្រើជាកបិតមុខ2ក៏បានដែរតែសម្រាប់នាងខ្ញុំប្រើជាកបិតមុខ1ហើយបងប្អូនព្រោះដោយសារវាក៏លឿនមួយយ៉ាងហើយនៅពេលដែលយើងចិញ្ច្រាំមួយយ៉ាងហើយគឺថាយើង
ដាក់វាមួយឡែកសិនមកហើយសម្រាប់ម្ទេសនេះផងដែរគឺនាងខ្ញុំហាន់ជាកង់សម្រាប់ដាក់នៅខាងក្រៅទេបងប្អូនអត់បានចិញ្ច្រាំចូលទេដោយហាន់ជាកង់ចឹងគឺថាវានៅពេលដែលយើងឆ្អិនល្អទៅគឺថាវាអត់សូវមាត់ចូលជាមួយនឹងសាច់វានៅកង់សម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំហើយគឺថាអូខេមែនតើដល់ពេលយើងធ្វើគ្រឿងរួចហើយគឺថាយើងមកលីងខ្ទឹមរបស់យើងឲ្យឈ្ងុយបន្ទាប់មកដាក់ជាមួយនឹងខ្ទឹមក្រហមហើយនឹងប្រហុករបស់យើងចូលមកដើម្បីធ្វើការលីងវាឲ្យឈ្ងុយសម្រាប់ប្រហុកនេះផងដែរគឺថាបងប្អូនចិញ្ច្រាំចូលជាមួយនឹងសាច់ជ្រូកក៏ហើយក៏បាននឹងកសាំងក៏ហើយក៏បានដែរបងប្អូនតែសម្រាប់នាងខ្ញុំគឺថានាងខ្ញុំយកមកលីងនៅខាងក្រៅនេះវិញលីងប្រហុករបស់យើងឲ្យឈ្ងុយល្អហើយក្នុងនោះផងដែរគឺថានាងខ្ញុំបន្ថែមជាមួយនឹងស្ករសចំនួន2ស្លាបព្រាហើយនឹងប៊ីចេងចំនួន1ស្លាបព្រាបន្ទាប់ពីប្រហុករបស់យើងគឺថាវាឡើងពណ៌ស្អាតឈ្ងុយល្អហើយនាងខ្ញុំក៏បានដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលដើម្បីធ្វើការលីងវាបញ្ចូលគ្នាហើយក្នុងនោះផងដែរគឺថានាងខ្ញុំបានបន្ថែមជាមួយនឹងប្រេងខ្យងដោយនាងខ្ញុំបានដាក់ជាមួយនឹងអំបិលឬមួយក៏ទឹកត្រីឯណាបងប្អូនព្រោះដោយសារប្រហុករបស់យើងគឺថាវាមានភាពប្រៃឯបងប្អូនអញ្ចឹងយើងលីងចាំមើលសាច់របស់យើងចិត្តឆ្អិនល្អហើយបងប្អូនភ្លក់មើលទៅបើសិនជាបងប្អូនស្ទើរខ្វះកន្លែងណាមួយគឺថាបងប្អូនចាំបន្ថែមតាមក្រោយមើលទៅសាច់ជ្រូករបស់យើងគឺថាវារាងសពល្អហើយនាងខ្ញុំក៏បានបន្ថែមជាមួយនឹងកសាំងរបស់យើងដែលយើងឆ្កៀលទុកហ្នឹងដាក់វាបញ្ចូលមកដើម្បីលីងវាចូលគ្នាបងប្អូនហើយក្នុងនោះផងដែរគឺថាបងប្អូនឧស្សាហ៍លីងបន្តិចទៅឧស្សាហ៍បើកូរវាបន្តិចទៅព្រោះដោយសារពេលខ្លះវាអាចនឹងខ្លោចបានដោយសារយើងដាក់ជាមួយនឹងស្ករសហាងច្រើនណាបងប្អូនសម្រាប់ប្រហុកលីងរបស់យើងនេះផងដែរគឺថាយើងសុំរសជាតិមួយដែលថាវាហាងដិតណាបងប្អូននៅពេលដែលយើងយកទៅផ្ទាប់ញ៉ាំជាមួយនឹងបន្លែគឺថាឆ្ងាញ់មែនតើបងប្អូនហើយនាងខ្ញុំក៏បានដាក់ជាមួយនឹងម្ទេសដែលយើងហាន់ទុកហ្នឹងដាក់វាចូលគ្នាឲ្យហើយមកសម្រាប់ម្ទេសនេះផងដែរគឺថាបើបងប្អូនលីងជាមួយនឹងខ្ទឹមឲ្យហើយក៏បានប៉ុន្តែនាងខ្ញុំឈួលអញ្ចឹងគឺថាសូមដាក់តាមក្រោយបងប្អូនសម្រាប់សាច់ជ្រូកលីងរបស់យើងនេះផងដែរគឺថាបងប្អូនលីងរហូតដល់តែសាច់ជ្រូករបស់យើងគឺថាឡើងប្រេងបងប្អូនគឺថាឡើងប្រេងអញ្ចឹងគឺថាបងប្អូនទុកបានយូរមែនតែនអត់ងាយខូចទេបងប្អូនសម្រាប់បងប្អូនដែលអត់មានទូទឹកកកអីគឺថាអាចទុកបានរហូតដល់10ថ្ងៃអីអត់ខូចទេបងប្អូនតែបើបងប្អូនមានទូទឹកកកគឺថាទុកបានកាន់តែយូរទៀតដូច្នេះប្រហុកលីងរបស់នាងខ្ញុំក៏ឆ្អិនរួចហើយដែរគឺថាយើងដួសវាដាក់ចានដើម្បីដាក់បន្លែយកទៅផ្ទាប់ញ៉ាំបងប្អូនហើយបើមើលពីសោភ័ណភាពរបស់វាវិញគឺថាមានភាពតាក់ទាញគឺថាស្អាតមែនតើបងប្អូនហើយសំខាន់រសជាតិវិញគឺថាឆ្ងាញ់មែនតើបងប្អូនទាំងអស់គ្នាដូច្នេះវីដេអូរបស់នាងខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរអរគុណជម្រាបលាបងប្អូន